ngày ní nhom mà thưa à ha là bay 100 khát nhom hôm đâu mà ổn à ha màประเภทนี้คือជួយទាក់ទាញភ្ញៀវទេសចរក្នុងស្រុកក្រៅស្រុកមកលេងខេត្តខ្ញុំគឺដោយសារតែចង់ភ្លក់រសជាតិរបស់វាអាហារនោះគឺមានឈ្មោះថាឧដុង្គល្បីប្រចាំខេត្តរបស់ខ្ញុំគឺសានុគីឧដុង្គវាជាប្រភេទសរសៃចេះបងប្អូនគេអាចយកវាទៅច្នៃធ្វើឧដុង្គបានច្រើនប្រភេទមែនតើប៉ុន្តែនៅក្នុងវីដេអូរបស់ខ្ញុំគឺខ្ញុំធ្វើនេះគឺឧដុង្គគឺប្រភេទឧដុង្គសាច់ហើយតែសៃឧដុង្គដែលខ្ញុំយកមកប្រើនៅក្នុងមុខម្ហូបខ្ញុំថ្ងៃនេះគឺខ្ញុំប្រើតែសៃឧដុង្គស្រស់ដែលត្រូវការរយៈពេលនៅក្នុងការស្រុះវា12នាទីខ្ញុំសូមអធិស្ឋានផងបងប្អូនខ្ញុំអត់បានថតគ្រឿងទេសគ្រឿងផ្សំបង្ហាញបងប្អូនទេអញ្ចឹងហើយតើបងប្អូនមើលឃើញខ្ញុំធ្វើមួយទើបដឹងថាមានអីខ្លះដាក់អីខ្លះអញ្ចឹងណាបងប្អូនហើយឆ្លៀតពេលដែលកំពុងតែចំអិនសរសៃឧដុង្គខ្ញុំក៏ចាប់ផ្ដើមមកធ្វើគ្រឿងផ្សំសម្រាប់រោយពីលើឧដុង្គនឹងគឺមានស្លឹកខ្ទឹមគឺយើងហាន់ឲ្យស្ដើងបន្ទាប់មកឲ្យខ្ញីគឺយើងយកវាមកឈូសឲ្យម៉ត់ដើម្បីងាយស្រួលយកទៅដាក់នៅក្នុងទឹកស៊ុបណាបងប្អូនខ្ញុំចូលចិត្តហូបឧដុង្គដាក់ខ្ញីមែនតើព្រោះនៅពេលដែលយើងហូបខ្ញីចូលនៅក្នុងពោះរបស់យើងទៅគឺមានអារម្មណ៍ថាវាក្តៅពោះស្រួលពិសេសនៅពេលរដូវត្រជាក់ណាបងប្អូនរដូវរងាហើយក៏មានជាប្រហិតដែរចំពោះប្រហិតនេះគឺអត់ពិបាកនៅក្នុងការចាប់ហាន់ទេបងប្អូនដោយសារតែគេមានទ្រព្យជ្រុញមកស្រាប់អញ្ចឹងណាបន្ទាប់ពីសរសៃឧដុង្គឆ្អិនហើយខ្ញុំក៏ចាប់ផ្ដើមយកមកលាងគឺខ្ញុំលាង3ទឹកបងប្អូនសម្រាប់ជនជាតិជប៉ុនអ្នកខ្លះគឺពួកគាត់អត់ចូលចិត្តសរសៃឧដុង្គស្រស់ទេដោយសារសរសៃឧដុង្គស្រស់គឺយើងត្រូវចំណាយពេលនៅក្នុងការចម្អិនវាអស់ថ្លៃទឹកថ្លៃភ្លើងថ្លៃហ្គាសអញ្ចឹងណាអញ្ចឹងហើយពួកគាត់តែងតែទិញសរសៃឧដុង្គដែលឆ្អិនស្រាប់ដែលគេបកកឬក៏ប្រភេទសរសៃឧដុង្គដែលឆ្អិនស្រាប់ដែលគេដាក់លក់ធម្មតាគ្រាន់តែថាវាឆាប់ផុតកំណត់អញ្ចឹងណាដោយសារតែជនជាតិជប៉ុនគាត់ចូលចិត្តភាពស្អាតចូលចិត្តសោភ័ណភាពដែលថាមើលទៅទាក់ភ្នែកទាក់ចិត្តអញ្ចឹងណាអញ្ចឹងហើយការចាប់ឧដុង្គដាក់ចានហ្នឹងក៏យើងមានរបៀបនៅក្នុងការចាប់ដែរមិនមែនចេះតែពូតឲ្យបោះព្រុសចូលនៅក្នុងចានទេបងប្អូនគេធ្វើដូចវីដេអូដែលខ្ញុំបង្ហាញបងប្អូននេះគឺគេធ្វើបែបហ្នឹងបន្ទាប់ពីចាប់ឧដុង្គដាក់ចានហើយខ្ញុំក៏ចាប់ផ្ដើមមកធ្វើទឹកស៊ុបសម្រាប់ស្រូបពីលើឧដុង្គហ្នឹងចំពោះទឹកស៊ុបហើយនឹងសាច់ហើយនឹងឧដុង្គបងប្អូនបើសិនជាយើងទៅហូបនៅហាងគឺគេមានរសជាតិដើមប្រចាំហាងរបស់គេអញ្ចឹងរសជាតិមួយគឺអត់ដូចគ្នាទេតែដោយសារនេះខ្ញុំធ្វើនៅផ្ទះអញ្ចឹងខ្ញុំធ្វើតាមវិធីងាយៗណាបងប្អូនខ្ញុំត្រូវប្រើគ្រឿងអូដែននេះបងប្អូនគេថាគ្រឿងស៊ុបអូដែននេះហើយទឹកគឺដាក់ទៅតាមចំនួនគ្រឿងស៊ុបនឹងដែរកញ្ចប់គ្រឿងស៊ុបមួយកញ្ចប់នេះគឺត្រូវការទឹក700 ml ហើយខ្ញុំដាក់ជាមួយខ្ញីហើយនឹងដាក់ជាមួយនឹងកាមារ៉ាំងហើយបន្ទាប់ពីទឹកពុះខ្ញុំក៏ចាប់ផ្ដើមយកសាច់ហ្នឹងមកស្រុះឲ្យឆ្អិនដោយសារតែកូនស្រីខ្ញុំពួកគាត់ហូបដែរអញ្ចឹងគឺខ្ញុំត្រូវស្រុះសាច់ហ្នឹងឲ្យឆ្អិនណាចំណែកពពុះសសហ្នឹងគឺត្រូវដួសចោលហើយបន្ទាប់ពីសាច់ហ្នឹងឆ្អិនហើយយើងក៏ចាប់ផ្ដើមយកចាប់សាច់ហ្នឹងយកទៅដាក់នៅក្នុងចានឧដុង្គដែលយើងបានចាប់ទុកមុនហ្នឹងបន្ទាប់មកហើយយើងដួសទឹកស៊ុបស្រោចពីលើឧដុង្គហ្នឹងដាក់ឲ្យរាងលិចឧដុង្គហ្នឹងបន្តិចទៅបន្ទាប់មកយើងក៏ចាប់ផ្ដើមយកគ្រឿងដែលសម្រាប់រោយពីលើឧដុង្គហ្នឹងយកមកដាក់រោយលើឧដុង្គហ្នឹងហើយយើងអាចហូបបានទេបងប្អូនសម្រាប់បងប្អូនដែលមកលេងនៅប្រទេសជប៉ុនបងប្អូនកុំភ្លេចសាកនុគីឧដុង្គដែលជាប្រភេទឧដុង្គល្បីប្រចាំខេត្តខ្ញុំផងណាសម្រាប់បងប្អូននៅប្រទេសជប៉ុនស្រាប់ក៏កុំភ្លេចសាករសជាតិឧដុង្គដែលល្បីប្រចាំខេត្តខ្ញុំផងដែរឥឡូវតោះបងប្អូនទៅហូបជាមួយខ្ញុំទាំងអស់គ្នានេះរួចរាល់បងប្អូនរសជាតិអត់ទាន់ដឹងទេខ្ញុំដាក់ម្ទេសថែមនេះម្ទេសក្រហមនេះម្ទេសជប៉ុនណាអត់សូវហឹរដូចម្ទេសខ្មែរទេបើម្ទេសខ្មែរយើងដាក់ចឹងទៅគឺឆ្លក់យកមកមានអីមានចាញ់ហាងគេណាគាត់បើដែរតាដាក់ខ្ញីហឹលទៅម្ទេសហឹលទៀតនិយាយពីថាទៀត